សូមពុទ្ធបរិស័ទទាំងអស់ស្ដាប់នៅព្រះធម៌ទេសនាដែលសម្ដែងដោយព្រះទេសប្រជានិយមផាយរិទ្ធីជាព្រះជាគណៈថ្នាក់កិត្តិយសនិងជាព្រះប្រឡាត់គុនខេត្តគណៈធម្មយុត្តខេត្តបៃលិននិងជាព្រះគ្រូចៅអធិការវត្តអូរអិលខេត្តបៃលិនដូចតទៅប្រសិនបើពុទ្ធបរិស័ទទាំងអស់មានសទ្ធាជ្រះថ្លាចង់ចូលរួមបូជាព្រះធម៌ទេសនាអាចទំនាក់ទំនងលេខទូរស័ព្ទ09 គុត 821 821 07 គុត 821 821 095 821 821 សូមឲ្យពុទ្ធបរិស័ទទាំងអស់ទាំងទីជិតឆ្ងាយទទួលបានតែនឹងពុទ្ធពរព្រះទាំងឡាយ4ប្រការអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយសព្បទានណាំងធម្មទានណាំងជានិតិធម្មទានរមែងឈ្នះអស់នៅទានទាំងពួងសូមអនុមោទនានមត្ថោរតនតយសៈខ្ញុំព្រះករុណាសូមលើកក្របងអញ្ជលីលើកខិតទាំងពីរនមស្ការឧទ្ទិសដៅចំពោះព្រះជុំ3នៃព្រះត្រៃរតន៍មានព្រះពុទ្ធរតនៈ1កែវគឺព្រះពុទ្ធធម្មរតនៈ1កែវគឺព្រះធម៌និងសង្ឃរតនៈ1កែវគឺព្រះសង្ឃដែលជារតនៈដ៏ដងឧត្តមប្រសើរខ្ពង់ខ្ពស់ក្នុងលោកនឹងរកនៅរតនៈទាំងឡាយក្នុងលោកឲ្យស្មើចំពោះព្រះពុទ្ធរតនៈព្រះធម្មរតនៈនិងព្រះសង្ឃរតនៈនោះពុំមានឡើយសូមក្រាបថ្វាយបង្គំចំពោះសម្ដេចព្រះអគ្គមហាសង្ឃរាជទាំងពីរគណៈដោយសេចក្តីគោរពដល់ខ្ពង់ខ្ពស់បំផុតទូលព្រះបង្គំសូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយបង្គំចំពោះសម្ដេចព្រះអភិសិរីសកន្ធាមហាសង្ឃរាជាធិបតីកតេឧទេបណ្ឌិតបូគ្រីសម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកានិកាយនៃព្រះជាណាចក្រកម្ពុជានិងជាព្រះប្រធានគណៈសង្ឃនាយកនៃគណៈធម្មយុត្តិកានិកាយនៃព្រះជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមក្រាបថ្វាយបង្គំចំពោះសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះជាគណៈព្រះមេគុណព្រះគ្រូនុគុណព្រះគ្រូឋានាព្រះគ្រូចតិកាបកណាគុណចាស់គ្រប់ព្រះអង្គក្នុងមណ្ឌលនៃព្រះពុទ្ធសាសនាដោយសេចក្តីគោរពជ្រះថ្លាសពសពការទាំងពួងនិងសូមចម្រើនពរចំពោះញាតិញោមជាពុទ្ធបរិស័ទមហាពុទ្ធបរិស័ទលោកតាលោកយាយលោកពុកអ្នកម្ដាយបងប្អូនស្រីប្រុសទាំងអស់និងសវនិកជនកំពុងស្ដាប់ព្រះធម៌ទេសនានៅក្នុងវេលាគ្រាឱកាសនេះដោយសេចក្តីរាប់អាននៅក្នុងទិវារាត្រីថ្ងៃនេះទូលព្រះបង្គំខ្ញុំព្រះកណាអាត្មាភាពព្រះទេសប្រជានិយមផាយរិទ្ធីជាព្រះរាជាគណៈថ្នាក់កិត្តិយសនិងជាព្រះប្រឡាត់គុនខេត្តគណៈធម្មយុត្តខេត្តបៃលិននិងជាព្រះគ្រូចារិកាវត្តអូរអិលខេត្តបៃលិនក៏បានឱកាសដើម្បីនឹងអារាធនានៅព្រះធម៌ដែលជាពុទ្ធវាទរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូដើម្បីយកមកប្រកាសសម្ដែងប្រកេនចំពោះព្រះករុណាព្រះគុណម្ចាស់គ្រប់ព្រះអង្គនិងចែកជូនញាតិញោមប្រុសស្រីទាំងអស់បានជាធម្មទាននារាត្រីនេះចាប់ពីម៉ោង7ដល់ម៉ោង8ជារៀងរាល់ថ្ងៃផងដែរនៅក្នុងការផ្សាយព្រះធម៌ទេសនានេះគឺផ្សាយចេញពីវិទ្យុខ្ញុំពឹងព្រះធម៌ SM 92 MHz ផ្សាយចេញពីវត្តអូរអិលខេត្តបៃលិន
ហើយក៏ធ្វើការផ្សាយបន្តផ្ទាល់ទៅកាន់បណ្ដាស្ថានីយវិទ្យុនានាទូទាំងប្រជាជាតិកម្ពុជាដូចជាវិទ្យុអូតង 97.5 MHz ផ្សាយចេញពីទីរួមខេត្តប៉ៃលិនហើយក៏ផ្សាយបន្តផ្ទាល់ទៅកាន់វិទ្យុសំឡេងចន្ទការផ្នែក SM 93.3 MHz ផ្សាយចេញពីទឹកដីខេត្តពោធិ៍សាត់និងផ្សាយបន្តផ្ទាល់ទៅកាន់វិទ្យុសំឡេងចន្ទការផ្នែក SM 97.3 MHz ផ្សាយចេញពីក្រុងសេរីសុភ័ណ្ឌខេត្តបន្ទាយមានជ័យនិងផ្សាយបន្តផ្ទាល់ទៅកាន់វិទ្យុសវណ្ណ SM 93.25 MHz ផ្សាយចេញពីទីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដោយនៅក្នុងការផ្សាយពធទេសនានេះគឺញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់អាចបើកស្ដាប់ពធទេសនាតាមវិទ្យុផ្សេងនានាដែលបានផ្សាយបន្តផ្ទាល់ទៅណាញាតិញោមណានៅក្នុងថ្ងៃនេះគឺអាត្មាភាពផាយរទ្ធីព្រះគ្រូចន្ទកាវត្តអូរ៉ូអិលខេត្តប៉ៃលិនហ្នឹងបានសម្ដែងធម៌ផ្សាយបន្តផ្ទាល់នៃកម្មវិធីនាថ្ងៃនេះញាតិញោមចឹងញាតិញោមពុទ្ធបរិស័ទទាំងអស់បានជ្រាបហើយហើយកម្មវិធីនេះគឺមានគោលបំណងទី1ដើម្បីតបស្នងឆ្លងសទ្ធារបស់ពុទ្ធបរិស័ទដែលគាត់បានទំនុកបម្រុងឧបត្ថម្ភក្នុងពុទ្ធសាសនាទី2ដើម្បីគាត់មានការយល់ដឹងអំពីអត្ថន័យអត្ថរសខ្លឹមសាររបស់ពុទ្ធសាសនានិងទី3ដើម្បីជាការញ៉ាំងពុទ្ធសាសនានៅអវាទរបស់ព្រះសម្មាសម្ពុទ្ធឲ្យថិតថេរគ្រប់ 5000 ព្រះវស្សាម្យ៉ាងវិញទៀតនោះដើម្បីជាការញ៉ាំងនៅកុលបុត្រកុលធីតាកូនចៅប្រុសស្រីទាំងអស់ឲ្យដឹងគុណហើយធ្វើតបគុណចំពោះលោកអ្នកដែលមានគុណមានមេត្តាបិតាជាដើមនឹងឯងចឹងនៅក្នុងថ្ងៃនេះក៏ញាតិញោមពុទ្ធបរិស័ទបានជ្រាបអាត្មាភាពផាយរទ្ធីព្រះគ្រូចន្ទកាវត្តអូរ៉ូអិលខេត្តប៉ៃលិនហ្នឹងគឺកំពុងឡាយបន្តផ្ទាល់ញាតិញោមពុទ្ធបរិស័ទមានអីចូលរួមមើលអាត្មាក៏សូមអញ្ជើញមកព្រោះថ្ងៃនេះគឺផ្សាយបន្ថែមតបផ្ទាល់ទៀតហើយហើយថ្ងៃនេះជាថ្ងៃប្រហោះ300រនោចខែបឋមសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី2ខែកក្កដាឆ្នាំ2026នៅក្នុងគណៈពេលនេះក៏ញាតិញោមពុទ្ធបរិស័ទបានជ្រាបហើយក៏អាចខលមកទំនាក់ទំនងសាកសួរពធក៏បានឬក៏ចូលរួមឧបត្ថម្ភនៅក្នុងកម្មវិធីនទីពុទ្ធសាសនាក៏បានពីព្រោះអីពីព្រោះថាកម្មវិធីនទីពុទ្ធសាសនាដែលដំណើរការទៅបានរៀងរាល់ថ្ងៃនេះគឺសិតតែជាសទ្ធារបស់ពុទ្ធបរិស័ទពិតៗទាំងអស់ក៏អត់មានញាតិញោមជួយឧបត្ថម្ភទេកម្មវិធីនទីពុទ្ធសាសនាដែលផ្សាយចេញពីវត្តអូរ៉ូអិលខេត្តប៉ៃលិនទៅកាន់គេអដ្ឋានរបស់ញាតិញោមតាមបណ្ដាខេត្តនោះមិនមានទេហើយញាតិញោមខ្លះក៏មិនស្គាល់អាត្មាភាពផាយរទ្ធីព្រះគ្រូចន្ទកាវត្តអូរ៉ូអិលដែរញាតិញោមណាហ្នឹងហើយពីព្រោះតែញាតិញោមបានស្ដាប់ពធទេសនាបានឮតាមសំឡេងវិទ្យុអញ្ចឹងទៅក៏អាចស្គាល់អាត្មាភាពគ្រូចន្ទកាវត្តអូរ៉ូអិលខេត្តប៉ៃលិនហើយបានយល់អំពីធម៌ដែលអាត្មាបានលើកឡើងសម្ដែងដែលជាអាវាទរបស់ព្រះសម្មាសម្ពុទ្ធនោះគឺបង្ហាញដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់ចឹងគឺអត្ថប្រយោជន៍ហ្នឹងគឺអាស្រ័យទៅដល់ញាតិញោមជួយចូលរួមឧបត្ថម្ភចឹងហើយបើសិនញាតិញោមស្ដាប់ហើយឬចង់ជាប់និស្ស័យអីចូលរួមក៏សូមអញ្ជើញមកញោមណានឹងឲ្យញោមតាមបណ្ដាខេត្តណាដែលបានឮសំឡេងពធទេសនាញាតិញោមលេខទូរស័ព្ទអាត្មាភាពផាយរទ្ធីព្រះគ្រូចន្ទកាវត្តអូរ៉ូអិលខេត្តប៉ៃលិនលេខទូរស័ព្ទ09 កុដ821 821 07 កុដ821 821 095 821 821ញាតិញោមណា
នឹងហើយញាតិញោមពុទ្ធបរិស័ទអីចង់អានឈ្មោះញាតិញោមដែលគាត់ចូលរួមជាមួយក៏អញ្ជើញមកព្រោះមានម្នាក់ក៏បានពីរនាក់ក៏បានច្រើនក៏បានឲ្យតែចូលរួមអានឈ្មោះរបស់ពុទ្ធបរិស័ទដែលគាត់បានជួយចូលរួមឧបត្ថម្ភធម៌ទេសនាហ្នឹងហើយអញ្ចឹងញាតិញោមពុទ្ធបរិស័ទទាំងអស់បានជ្រាបហើយក៏អាចតំណតំណងមកភាពបានពេលនេះក៏កំពុងឡាយបន្តផ្ទាល់ហើយក៏នេះការបូជាធម៌ទេសនាតាមពវិសុប៉ុណ្ណាដោយដើមខែដើមខែចឹងហើយញាតិញោមពុទ្ធបរិស័ទដែលចូលប្រចាំខែអីមានឈ្មោះអីក៏អាចអានបានអញ្ជើញចូលរួមមកតកតអំពីរឿងបន់ពីព្រោះយើងស្ដាប់ពធហើយយើងធ្វើបន់បន្ថែមបន់ធម្មទានហើយត្រូវតែមានអមិសទាននឹងដែរបន់ទី1គឺបន់ចូលព្រះវស្សានិងបន់ប្រកេនទានប្រសានិងផ្កាប្រាក់នៅវត្តអូរ៉ូអិលខេត្តបៃលិនណាញាតិញោមណាអញ្ចឹងញាតិញោមពុទ្ធបរិស័ទទាំងអស់ចង់ចូលរួមបន់ផ្កាប្រាក់និងចូលព្រះវស្សាក៏សូមអញ្ជើញហ្នឹងឯងដើម្បីបានជាបុណ្យកុសលទាំងអស់គ្នាទាំងញាតិញោមពុទ្ធបរិស័ទអ្នកធ្វើទានក៏បានបុណ្យទាំងអាត្មាភាពអ្នកប្រាប់បង្ហាញផ្លូវនោះក៏បានបុណ្យដែរហ្នឹងឯងពីព្រោះញាតិញោមពុទ្ធបរិស័ទនឹងធ្វើទានចាស់ថ្លាសាសិលអីបានព្រោះអាស្រ័យអ្នកប្រាប់ហ្នឹងហើយអ្នកបង្ហាញហ្នឹងឯងចឹងអាត្មាភាពអ្នកបង្ហាញប្រាប់ផ្លូវទៅញាតិញោមក៏ធ្វើអនុវត្តតាមហ្នឹងក៏មិនបានសម្រេចប្រយោជន៍នឹងទៅក៏បានសេចក្តីសុខអាត្មាភាពអ្នកសម្ដែងធម៌ហ្នឹងក៏បាននៅសេចក្តីសុខអញ្ចឹងក្នុងកម្មវិធីបុណ្យហ្នឹងគឺត្រូវការទី1ទានព្រះវស្សាទានវស្សាហ្នឹងមកគូ 100000 រៀលញាតិញោមណាចឹងញាតិញោមពុទ្ធបរិស័ទទាំងអស់បានជ្រាបបានឮហើយចង់ចូលរួមទានព្រះវស្សាក៏សូមអញ្ជើញមកគូ 100000 រៀលទីបតោចក្ខុតោហោតិអ្នកឲ្យប្រទីបឈ្មោះថាឲ្យចក្ខុគឺភ្នែកដំណាច់បន់ឲ្យប្រទីបជាទានណាក្នុងថ្ងៃចូលវស្សាហ្នឹងឬក៏មិនមែនថ្ងៃចូលវស្សាក៏ដោយតែយើងបានបរិច្ចាគនៅពន្លឺណាដែលជាបញ្ញាពន្លឺហ្នឹងគឺបញ្ញាហ្នឹងហើយមាននៅចក្ខុទេពហ្នឹងក៏បានដោយសារការបូជាប្រទីបហ្នឹងដែរថ្វាយប្រទីបចំពោះព្រះសម្មាសម្ពុទ្ធដូចជាគុណនៃប្រតនត្រ័យជាដើមណាញាតិញោមណាហ្នឹងហើយអញ្ចឹងញាតិញោមពុទ្ធបរិស័ទអញ្ជើញចូលរួមដោយសទ្ធាហើយញាតិញោមទេខ្ញុំកណាអត់មានដល់មួយគូទេព្រះអង្គមួយគូ 100000 ចាំមាន 50000 កន្លះគូក៏បានមាន10000 រៀលចូលទានភាសា 5000 ចូលទានភាសាហ្នឹងក៏សូមអញ្ជើញមកតាមសទ្ធាទៅចូលរួមទៅតាមសទ្ធាចាស់ថ្លាតិចក្តីចាស់ក្តីមកភាពចាំទទួលគាត់បញ្ជាក់អំពីរឿងថាទានភាសាដែលតម្រូវចាំបាច់ហ្នឹងគឺក្នុងមួយគូ 100000 រៀលញាតិញោមណាហើយញាតិញោមខ្លះក៏បានឃើញចូលបណ្ដើដែរហើយទានភាសាហ្នឹងពីព្រោះរាល់ដងឲ្យទៅដល់មុននឹងចូលភាសាប៉ុណ្ណេះញាតិញោមពុទ្ធបរិស័ទហ្នឹងនាំទានភាសាមកប្រកេនហើយឥឡូវអត់មានទេស្ងាត់អត់មានញាតិញោមណាអីនាំទានភាសាមកប្រកេនអីទេបានមកកមកគូនៅឡើយទេអត់ទាន់មានទានភាសាណាបានធំហ្នឹងហើយបានមកគូហ្នឹងមានឧបាសិកាអឹមវាងហ្នឹងឧបាសិកាអឹមវាងគាត់ដង្ហែមកហ្នឹងបានមកគូនៅសឡូតហ្នឹងឥឡូវនៅវត្តហ្នឹងអត់ទាន់បានទេអញ្ចឹងចម្រើនពរញាតិញោមណាអញ្ចឹងញាតិញោមចង់ខែទានភាសាមកប្រកេនឬក៏ចង់ជួបបុណ្យហ្នឹងថ្ងៃបុណ្យមួយអាត្មាភាពសូមអញ្ជើញអាត្មាភាពមកដាក់ថ្ងៃបុណ្យណាអញ្ចឹងញាតិញោមពុទ្ធបរិស័ទនឹងអញ្ជើញចូលរួមឲ្យបានច្រើនកកផងហើយទានភាសាមកគូ 100000 រៀលញាតិញោមណាហើយតកតអំពីការប្រកេនចង្ហាន់ក្នុងកម្មវិធីបុណ្យប្រកេនទានភាសាហ្នឹងគឺចង្ហាន់ប្រសង់មួយតុកចំនួន 200,000 រៀលញោមចង្ហាន់ប្រសង់មួយតុក 200,000 រៀលញាតិញោមណាញាតិញោមពុទ្ធបរិស័ទចង់ចូលមួយតុកក៏បានពីរតុកក៏បានតាមសទ្ធាចាស់ថ្លារបស់ញាតិញោមចោះហ្នឹងហើយកន្លះតុកក៏បានដែរពីព្រោះចង់ជាប់និស័យនៃការប្រកេនចង្ហាន់ប្រសង់ណាលោកកងឆាន់នៅទីនេះចំនួន50ព្រះអង្គចម្រើនពរញាតិញោមក្នុងថ្ងៃបុណ្យហ្នឹងអញ្ចឹងចង្ហាន់ប្រសង់មកតុក 100000 រៀលញាតិញោមណា
ចូលរួមដោយសទ្ធាជ្រះថ្លាតិចក្តីចាស់ក្តីស្មារតីចាំទទួលអំពីសំណាក់ញាតិញោមពុទ្ធបរិស័ទនៅក្នុងកម្មវិធីបន់ហ្នឹងនេះកម្មវិធីបន់ទានប្រសានិងប្រកេននៅចង្ហាន់ប្រសង់ចំនួន50ព្រះអង្គអញ្ចឹងញាតិញោមចង់ចូលរួមប្រសង់មួយអង្គក្តីពីរអង្គក្តីក្នុងប្រសង់ឆាន់50អង្គនោះគឺមានបច្ច័យ4លោកដែរញោមក្នុងមួយអង្គហ្នឹងគឺ50000រៀលក្នុងមួយអង្គញោមណាអញ្ចឹងញោមចូលរួមមួយអង្គពីរអង្គអីមកដូចជាកាន់អង្គដែរញោម50អង្គហ្នឹងញោមកាន់អង្គដែរមួយអង្គពីរអង្គអញ្ចឹងទៅចង់ចូលរួមក៏បានដែរតាមសទ្ធាជ្រះថ្លាពីព្រោះកាលណាបើយើងបានចូលរួមកាន់អង្គហ្នឹងគឺជាឧបនិស្ស័យមួយបានជួបនៅសាវករបស់ព្រះសម្មាសម្ពុទ្ធហ្នឹងហើយដែលធ្វើទានជាមួយនឹងប្រសង់ណាអញ្ចឹងក្នុងពិធីកាន់អង្គហ្នឹងអង្គហ្នឹងគឺ50000រៀលប្រកេនបច្ច័យ4លោកក្នុងថ្ងៃដែលកម្មវិធីបន់ហើយលោកឆាន់ហ្នឹង50អង្គហើយមកតុក200,000ហើយញាតិញោមដែរខ្ញុំកណាចូលចង្ហាន់ប្រសង់មកតុកហើយចូលព្រះអង្គមួយអង្គទៀត2អង្គ3អង្គតាមសទ្ធាទៅគ្រប់50អង្គទៅហ្នឹងញាតិញោមណាអាត្មាភាពហ្នឹងក៏ចាំមើលញាតិញោមដែរចូលរួមប្រកេនបច្ច័យ4ប្រសង់មួយអង្គ50000នៅក្នុងកម្មវិធីបន់ហ្នឹងពីព្រោះលោកឆាន់ហ្នឹងយើងត្រូវប្រកេនបច្ច័យ4លោកដែរក្នុងការដែលលោកសិក្សារៀនសូត្រនៅចំណេះវិជ្ជាផ្នែកពុទ្ធសាសនាហើយយើងអ្នកឧបត្ថម្ភអ្នកទំនុកបំរុងចង់បានបុណ្យណាជាស្រែបុណ្យលោកសិក្សារៀនសូត្របានធัวហ្នឹងហើយយកមកសម្ដែងចែកជូនញាតិញោមហ្នឹងអញ្ចឹងបញ្ជាក់កាន់អង្គមួយអង្គគឺ50000រៀលក្នុងមួយអង្គណាញោមណានឹងអស់50ព្រះអង្គញោមហើយញោមចង់តែមួយអង្គហ្នឹងមានអីក៏បានមានមីមានសាដកអីក៏បានដែរតាមសទ្ធាជ្រះថ្លាទៅនឹងដូចជាកាន់អង្គដែរហ្នឹងហើយអញ្ចឹងនៃកម្មវិធីបន់ហ្នឹងហើយតកតអំពីរឿងការកសាងនៅក្នុងវត្តអូរ៉ូអែលហ្នឹងញាតិញោមខ្លះក៏គាត់ស្ដាប់រាល់ថ្ងៃគាត់ថាព្រះអង្គឲ្យលឺហើយប៉ុន្តែអត់តែមានបច្ច័យចូលរួមនៅព្រះអង្គផ្សាយរាល់ថ្ងៃអាណិតព្រះអង្គហ្នឹងហើយញោមខ្លះក៏ជូនពរអាត្មាហ្នឹងឲ្យសុខភាពល្អដែរអញ្ចឹងអរគុណណាញោមណាអញ្ចឹងនៅក្នុងកម្មវិធីកសាងវត្តនៅក្នុងវត្តអូរ៉ូអែលខេត្តបៃលិនណាញាតិញោមទាំងក្នុងនិងក្រៅប្រទេសស្ដាប់ពធទេសនាពេលនេះពីព្រោះអាត្មាហ្នឹងសម្ដែងធម៌មិនត្រឹមតែសម្ដែងតាមវិទ្យុទេផ្សាយតាមប្រព័ន្ធ social media ដូចជា Facebook ដូចជា YouTube TikTok អីជាដើមហ្នឹងតាមបណ្ដាញសង្គមហ្នឹងញោមគាត់មើលទៅគាត់ឃើញណាគាត់ឃើញទៅគាត់ស្ដាប់ទៅគាត់ចេះថ្លាទៅចង់ចូលរួមឲ្យតាមសទ្ធាចេះថ្លាអាចតំណាក់តំណងតាមរយៈលេខទូរស័ព្ទអាត្មាភាពផៃរធីព្រះគ្រូចតិកាវត្តអូរ៉ូអែលខេត្តបៃលិនលេខទូរស័ព្ទ09កុដ821 821 07កុដ821 821 095 821 821ណាញាតិញោមណាហ្នឹងហើយញាតិញោមចង់ចូលរួមអីក៏បានដែរហើយអាត្មាភាពក៏ដឹងថាពេលនេះសេដ្ឋកិច្ចរៀងធ្លាក់ដែរញោមក៏លំបាកណាប៉ុន្តែមិនអីទេញោមទោះបីជាលំបាកពេលខ្លះក៏នៅមានសទ្ធាចេះថ្លាចូលរួមដែរតិចក្តីចាងក្តីដើម្បីបានជាបុណ្យកុសលជាទីពឹងជាទីពំនាក់ពីអាស្រ័យទៅក្នុងលោកខាងមុខព្រោះមានតែបុណ្យនឹងហើយជួយយើងឲ្យបាននៅសេចក្តីសុខនោះណាញាតិញោមណាញាតិញោមឲ្យរបស់ជាទីគប់ចិត្តរមែងបានរបស់ជាទីគប់ចិត្តហ្នឹងឯងហើយការកសាងទី1គឺការកសាងព្រះពុទ្ធរូបព្រះអង្គធំហ្នឹងនៅមិនទាន់លាបថ្នាំទេញោមក៏លាបថ្នាំថ្ងៃចូលវស្សាហ្នឹងហើយនៅមួយខែទៀតហ្នឹងដល់ថ្ងៃចូលវស្សាហ្នឹងលាបថ្នាំហើយថ្នាំពោទឹកមាសញាតិញោមពុទ្ធរូបអង្គធំ1ការ៉េ100000ថ្នាំលាបពោទឹកមាសមួយកដុងហ្នឹង$50មួយកដុងតូចទេញាតិញោមណាកដុងតូច$50ញាតិញោមស្មើនឹង200,000រៀលហើយចូលរួមកសាងហ្នឹងមានកសាងពុទ្ធរូបព្រះអង្គប្រែនិព្វានពីព្រោះពុទ្ធរូបព្រះអង្គទ្រង់បានត្រាស់ដឹងព្រះអង្គបានបរិនិព្វាននៅឡើយទេព្រះអង្គស្ទានពោអីមានអស់ហើយអញ្ចឹងក៏ទទួលញោមសិនបានចូលរួមហើយក្រែងបានចូលរួមមួយអាត្មាដែរហៅឡូចរានពោញោមណាត់អង្គគុំអបចាន់ផងចម្រើនពោបានការអបចាន់ចរានពោចូលតែទៅធោ
ขายแบบทอนะขายเปอร์ขายใบข้างบนนะโจ20,000ปอสาธุ ได้จุบางปกจุนะ ปอโยม ให้โจละไอ้โยตักนั้น20,000โจโยตัก20,000ให้โจไอ้บ้องมา10,000บ้านตุกยังคณะเวทต้มทำไมยัง20,000นะบ้อง ปอโยมปอออกคนจรานปอสาธุปอออกคนจรานบาสกาออกจันโยมนะ ไปกลมเรียบบ้อง ปอจำรานปอสาธุปอออกคนบาสกาออกจันนะโยมนะบาสกาออกจันនឹងកូនចៅនៅភូមិនឹងគៀបកដាមគុំស្នាក់ព្រះស្រុកការខេត្តពោធិ៍សាត់ណាញោមបានចូលរួមជាប់វិស័យហើយបានផ្ញើបច្ច័យមកក៏បានផ្ញើមកបានទទួលហើយញោមដឹងជួកូដអាថ្វាយក៏មានកូនញោមចៅញោមចេះចឹងក៏ផ្ញើតាមជួកូដមកបានទទួលហើយញោមណាក៏អរគុណច្រើនបាទស្កាអុកច័ន្ទនៅខាងភូមិគៀបកដាមគុំស្នាមព្រះស្រុកការខេត្តពោធិ៍សាត់ក៏អរគុណញាតិញោមចង់ចូលរួមអីដូចជាចូលរួមអណ្ដូងទឹកហ្នឹងគឺញោមខ្លះក៏បានចូលសយោដែរបងចូលសយោទឹកបងចូលសយោទឹកហ្នឹងហើយព្រោះអណ្ដូងបុកបាននៅសយោនៅខ្សែភ្លើងបងណាទទួលញោមមួយខ្សែសិនបានចូលរួមហើយ អាឡូកូនចាស់ អាឡូចរានពញោមក ណា ញោមចេញទៅខាងណាព ណាពោតាកូនចាស់ ពខាងពោធិ៍សាត់ឈ្មោះអីញោម ឈ្មោះតាសែនយាយផនតាបញ្ញាព្រមទាំងកូនចៅកណាចង់ចូលបុណ្យគ្រប់មុខព្រះអង្គ60000ហើយប្រគេនបច្ច័យ410,000កូនចាស់ ពសធោពហើយឲ្យកណាធ្វើមិនទៅដល់គុណ ពញោមផ្ញើតាមវិញក៏បានតាមទ្រូមនីក៏បានតាមលេខហ្នឹងមកពណា គុណចាស់មាន Telegram អត់គុណចាស់ Telegram លេខហ្នឹងហើយពលេខ09កុដ821 821ហ្នឹងហើយញោម ចាចាខ្ញុំកណាដាក់ Telegram ទៅ ពអរគុណញោមចាំមើលតាមហ្នឹងព ណាចា ម្ដងទៀតញោមឈ្មោះអីញោមម្ដងទៀត ឈ្មោះបងយាយតាសែនយាយផន នៅភូមិព តាសែនយាយផនតាបញ្ញាព្រមទាំងកូនចៅពុតព្រមទាំងកូនចៅ ភូមិព ភូមិស្វាយច្បក់ឃុំស្វាយលួងស្រុកបដៀងខេត្តពោធិ៍សាត់ អូឃុំស្វាយចំបក់ ភូមិស្វាយច្បក់ឃុំស្វាយលួង ពស្រុកកដៀងខេត្តពោធិ៍សាត់ប៉ុណ្ណា ណា អរគុណច្រើនញោមសុខសប្បាយអរគុណ ណាកូនចាស់ សធោភូមិស្វាយចំបក់ឃុំស្វាយលួងស្រុកកណ្ដៀងខេត្តពោធិ៍សាត់ញោមខាងកណ្ដៀងស្ដាប់ច្រើនណាហើយភូមិក៏ច្រើនណាអាត្មាទៅកណ្ដៀងនោះវែងទៅនឹងវែងផ្លូវហើយតម្រាំរកផ្លូវឃើញហើយសួរញោមនៅដៃលុញឡំគាត់ហើយព្រះអង្គលោកកូនឯងហួសហើយហួសផ្ទះញោមហើយវែងផ្លូវហើយផ្លូវហ្នឹងវាច្រើនខ្វាយខ្វាត់ណាឥឡូវកាលអាត្មាទៅដំបងផ្លូវមិនសូវមានប្រហែលឥឡូវផ្លូវច្រើនខ្វាយខ្វាត់ហើយផ្ទះញោមនៅចិត្តគ្នាដែរញោមខ្លះក៏នៅឆ្ងាយចឹងទៅស្រុកមួយគ្នាតែឃុំខុសគ្នាហើយភូមិខុសគ្នាទៀតហើយអរគុណណាស់ញោមណាបានចូលរួមក្នុងឱកាសនេះមានអីចូលរួមទៀតញោមសូមអញ្ជើញមកណាមករៀបចំទទួលតិចក្តីចាំក្តីក៏អនុមោទនាបន់ទាំងអស់គ្នាទៅញាតិញោមហើយចង់ចូលរួមអណ្ដងទឹកក៏បានណាញោមមិនញោមចូលគ្រប់មុខចូលគ្រប់មុខហើយញោមចង់ចូលរួមអណ្ដងទឹកឲ្យទឹកជាទៀនឲ្យទឹកជាទៀនណាញោមណាកើតជាតិណាមកតិចតិជុំសម្បូរញាតច្រើនហ្នឹងឯងញាតិញោមឲ្យទឹកជាទៀនហ្នឹងណាក៏ត្រូវការទឹកដែរហ្នឹងហើយសូមញាតិញោមអនុមោទនាបុណ្យណាហ្នឹងហើយដើម្បីបានជាបនិស្ស័យបានជួបនៅព្រះសម្មាសម្ពុទ្ធអង្គណាយើងបានរួចចាក់ទុកនឹងដែរណាដល់អំណាចបុណ្យដែលយើងបានសាងណាញោមអរគុណហើយមានញោមចូលរួមលេខទូរស័ព្ទអាត្មាភាពផៃរធីព្រះគ្រូចតិកាវត្តអូរ៉ូអល់ខេត្តបៃលិនលេខទូរស័ព្ទ09កុដ821 821 07កុដ821 821 095 821 821អរគុណណាស់ញោមខាងស្វាយលួងភូមិស្វាយចំបក់បានទទួល Telegram មកញោមណាអរគុណផ្សាយធម៌ទេសនាបន្តផ្ទាល់ហើយជឿជាក់ថាញាតិញោមពុទ្ធបរិស័ទទាំងអស់បានជ្រាបអំពីការកសាងណា
ហើយតាក់ទងអំពីរឿងជាវដីសម្រាប់កសាងវត្តក៏គឺដី1ការ៉េហ្នឹងតម្លៃអឺ20000រៀលក៏20000រៀលជាវដីកសាងវត្តក៏ហើយតាក់ទងអំពីរឿងបិទសន្លឹកមាសព្រះពុទ្ធរូបព្រះអង្គនៅក្នុងសាលាឆាន់នឹងហើយញាតិញោមព្រះអង្គនៅក្នុងសាលាឆាន់អាត្មាហ្នឹងគឺលបកឆ្នាំហើយបងអញ្ចឹងអាត្មាអត់មានលាបឆ្នាំទេគឺត្រូវការបិទសន្លឹកមាសញាតិញោមស្គាល់សន្លឹកមាសហើយណាបងណាគេបិទព្រះពុទ្ធរូបហ្នឹងញោមអ្នកធ្វើបុណ្យស្គាល់ហើយបងអញ្ចឹងក្នុងការបិទហ្នឹងក្នុងមួយសន្លឹកតែ20000ទេបងក្នុងមួយសន្លឹក20000ហើយញាតិញោមពុទ្ធបរិស័ទហ្នឹងចង់ចូលរួមអីក៏តាមសតិចិត្តថ្លាពេលដែលធ្វើបុណ្យមកភាពបញ្ជាក់បន្ថែមរឿងការដែលយើងអភិសេកព្រះពុទ្ធរូបបិទសន្លឹកមាសបងណានៅក្នុងសាលាឆាន់សាលាធម្មសភាបងអរគុណណាញាតិញោមពុទ្ធបរិស័ទទាំងអស់បានជ្រាបប៉ុណ្ណឹងហើយចង់ចូលរួមម៉ាស៊ីនផ្សាយពធទេសនាតាមវិទ្យុហ្នឹងក៏បានណាបងនឹងពីព្រោះម៉ាស៊ីនផ្សាយអាត្មាហ្នឹងក៏ឆេះបងហើយកុំព្យូទ័រហ្នឹងត្រូវការចាំបាច់ណាស់ញាតិញោមណាចឹងជួយផងញាតិញោមជួយកុំព្យូទ័រផងបងម៉ាស៊ីនផ្សាយនិងកុំព្យូទ័រហ្នឹងហើយតម្លៃ350ទៅ400បងបើយើងនិយាយអំពីទាំងមួយឈុតហ្នឹង$500បងស្មើនឹង2លានរៀលហើយបងមួយឈុតម៉ាស៊ីនផ្សាយផងម៉ាស៊ីនផ្សាយផ្សេងហើយនឹងកុំព្យូទ័រផ្សេងបងកុំព្យូទ័រហ្នឹងហើយជា$500ណាបងស្មើនឹង2លានណាញោមណាហ្នឹងហើយបានកុំព្យូទ័រហ្នឹងឯងផ្សាយទៅដល់គេហដ្ឋានញាតិញោមឥឡូវហ្នឹងគឺផ្សាយតាមទូរស័ព្ទសិនណាញាតិញោមណាតម្រាំសំបច្ច័យតពេញពងណាតតិចទៅក្រាញញោមចូលម្នាក់10000 20000រៀលទៅ4 50000ទៅជួយកុំព្យូទ័រអាត្មាបានមួយគ្រឿង$500នឹងមួយឈុតណាប៉ុណ្ណាស្មើនឹង2លានរៀលចឹងញាតិញោមជួយម្នាក់$5មកឬម្នាក់20000រៀលមកគ្រប់ហើយម្នាក់បន្តិចញោមព្រះអង្គហើយខ្ញុំកណាជួយ20000រៀលខ្ញុំកណាជួយ10000រៀលគ្រប់ឥឡូវញោមតែញោមអត់ជួយទេអាត្មាភាពផ្សាយរាល់ថ្ងៃចែកជូនញាតិញោមបានដោយសារកុំព្យូទ័រអាត្មាប៉ុន្តែពេលកុំព្យូទ័រនឹង error ទៅត្រូវការថ្មីណាញោមណាអញ្ចឹងសូមញាតិញោមពុទ្ធបរិស័ទទាំងអស់បានជ្រាបនឹងចូលរួមត្រេកអរអនុមោទនាទទួលយកនៅបុណ្យកុសលដែលកើតពីការកសាងនៅកុំព្យូទ័រចូលកសាងវត្តផងចូលកុំព្យូទ័រផងបងហ្នឹងហើយចូលកុំព្យូទ័រសម្រាប់ផ្សាយពធទេសនាផងណាញោមណាហ្នឹងហើយញាតិញោមចង់ចូលរួមអីតាមសទ្ធាចិត្តថ្លា$5មកគ្រប់ហើយបងអរគុណណាស់ហើយឃើញថាញាតិញោមបានចូលរួមបានប្រមាណអ្នកដែរហើយបងមានញាតិញោមអីចង់ចូលរួមក៏តំណតំណងលេខទូរស័ព្ទអាត្មាភាពផៃរទ្ធីប្រគ្រូចតិកាវត្តអូរអិលខេត្តបៃលិនលេខទូរស័ព្ទ09 គុត821 0 7 821 095 821 821ហ្នឹងហើយអញ្ចឹងញាតិញោមពុទ្ធបរិស័ទទាំងអស់បានជ្រាបហើយបន្តទៅញាតិញោមស្ដាប់ពធទេសនាទទួលញោមតិចសិនបងតាមឃើញញោមបានចូលរួមម្ដងខាងណាខាងណីទេបងអាឡូចរានពចម្រើនពញោមលឺឲ្យញោមខាងណាញោមចូលlạiដែរញោមចូលរួមឲ្យដែរបងខ្ញុំចូលរួមលោកហ្នឹងណាប៉ុន្តែពេលយប់នឹកបានតែស្អែកក៏បានដែរញោមមិនអីទេបងស្អែកក៏បានដែរបងចង់ចូលចែចូល100000ហ្នឹងតែដល់ស្អែកបងស្អែកចាំផ្ញើមកក៏បានដែរញោមគ្រប់មុខណា100000គ្រប់មុខគ្រប់បងញោមឈ្មោះអីដែរញោមហើយទូចអូទូចបងញោមណាបងញោមទូចបងណាភូមិអូព្រាលភូមិអូបងញោមបានយើងខេត្តកវាញស្រុកកវាញស្រុកក្នុងកវាញភូមិអូព្រាលស្រុកក្នុងកវាញខេត្តពោធិ៍សាត់ណាអូបងសាធុចឹងអរគុណញោមចូលរួមគ្រប់មុខញោមណាបាយគុំរៀនចរានពសាធុ
ញោមចូលម្ដងដែលចូលរួមតាមវិទ្យុបើ អត់អីទេខ្ញុំទូចបើខ្ញុំទូចបានចូលគ្រប់មក100000បើភូមិអូព្រាលស្រុកក្នុងវាញខេត្តពោធិ៍សាត់ណាញោមណាបានចូលរួមក្នុងឱកាសនេះហើយអរគុណណាស់ហើយអាត្មាភាពបញ្ជាក់អំពីរឿងប៉ុននឹងតិចសិនញាតិញោមចាំស្ដាប់ប៉ុនរឿងអាត្មាភាពនឹងប្រាប់ញាតិញោមរឿងកាន់អង្គហើយញាតិញោមចង់ចូលរួមទាំងអស់50ព្រះអង្គបច្ច័យ4លោកក្នុងមួយអង្គហ្នឹង50000រៀលណាញោមណាបើក្នុងមួយអង្គ50000រៀលញាតិញោមចង់ចូលរួមកាន់អង្គហ្នឹងមួយអង្គក៏បាន2អង្គក៏បានណាបងតាមសទ្ធាចេះថ្លាបើរឿងកាន់អង្គហ្នឹងប្រកេនចង្ហាន់ប្រសង់ខ្ញុំជ្រះថ្លាថាខ្ញុំកណាអត់មានដល់50000អីទេព្រះអង្គសូមប្រកេន5000 2000បានអត់ប្រហែលក៏បានដែរញោមរឿងកាន់អង្គប្រកេនចំពោះមួយអង្គហ្នឹងប៉ុន្តែអាត្មាភាពគាត់បញ្ជាក់ថាដាក់ចំនួនចឹងទៅក្រែងញាតិញោមហ្នឹងគាត់មានសទ្ធាចាស់ថ្លាចូលរួមណាញោមណាព្រោះតែរឿងប៉ុនហ្នឹងអត់កំណត់ទេថាតើតែច្រើនហ្នឹងបានចូលបានតិចតួចចូលបានមិនមែនទេប៉ុនហ្នឹងទៅបីអត់បច្ច័យក៏ធ្វើប៉ុនបានដែរព្រោះហ្នឹងឯងរឿងកាន់អង្គដូចជំនាន់កាលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់គង់នៅក្នុងកាលនោះមានភិក្ខុមួយព្រះអង្គជាឧបតិស្សកៈលោកនិចាតចែងលោកទៅប៉ុនឈ្មោះថាតុបមលបុត្រលោកជាព្រះរហន្តណាជាគ្រូសូត្រចាត់លោកទៅប៉ុនហ្នឹងពុទ្ធបរិស័ទក្នុងគ្រានោះពេលដែលមានសទ្ធាជ្រះថ្លាហ្នឹងបាននិមន្តប្រសង់ច្រើនព្រោះនឹងឯងមានបុរសម្នាក់ហ្នឹងគាត់ជាអ្នកក្រីក្រលំបាកជាអ្នកប្តីប្រពន្ធហ្នឹងរកព្រឹកខ្វះល្ងាចខ្វះព្រឹកដែរញាតិញោមក្នុងហ្នឹងឮគេថានៅក្នុងវត្តហ្នឹងមានកម្មវិធីកាន់អង្គចាប់ព្រះអង្គហ្នឹងគឺចាប់ព្រះអង្គយកមកប្រគេនចង្ហាន់ព្រោះហ្នឹងឯងកាន់មួយអង្គណាព្រោះហ្នឹងហើយដល់ពេលអញ្ចឹងទៅគាត់ពីអ្នកប្តីប្រពន្ធហ្នឹងគាត់គិតថាយើងចង់ដើម្បីយកមួយអង្គមកប្រគេនចង្ហាន់ដែរមកធ្វើបុណ្យដែរដូចគេព្រោះមិនដែលបានធ្វើបុណ្យអីសោះពីដើមមកហើយតាំងពីបានគ្នាពីប្តីប្រពន្ធមកតែការជីវភាពនឹងវាក្រីក្រពេកហ្នឹងហើយពេលហ្នឹងញាតិញោមក៏ពីអ្នកប្តីប្រពន្ធសម្រេចចិត្តថាអញ្ចឹងមានយើងប្រឹងប្រែងទៅយកមួយអង្គគេដែរមកដើម្បីបានធ្វើបុណ្យដូចគេមកវិជាតិហ្នឹងយើងបានជាតិមុនយើងបានធ្វើបុណ្យអីហើយបានជាជាតិនេះក្រអញ្ចឹងយើងខំប្រឹងធ្វើបុណ្យគាត់គិតអញ្ចឹងហ៎បងហ្នឹងហើយអ្នកមានសទ្ធាហ្នឹងទៅបីក្រនៅតែគិតបុណ្យអញ្ចឹងដែរបងពេលហ្នឹងខាងប្តីណាខាងស្វាមីណាគាត់ទៅដល់គាត់សុំនិមន្តមួយអង្គដែរបងសុំមួយអង្គមកថាស្អែកហ្នឹងសុំនិមន្តមួយអង្គមកទទួលផាត់ផ្ទះខ្ញុំកណាហ្នឹងហើយផ្ទះគាត់ហ្នឹងញោមហើយនិយាយទៅសំបីតាអោននឹងមិនចង់ផុតក្បាលផងបងទៀបផ្ទះតូចខ្ទួមបងដូចរោងគេចាំចកាអញ្ចឹងណាបងផ្ទះតូចហ្នឹងនៅពីអ្នកប្តីប្រពន្ធហ្នឹងក្រលំបាករកចិញ្ចឹមជីវិតដោយការធ្វើខ្ញុំបម្រើគេរកស៊ីឈ្នួលគេទៅដើម្បីបានលុយកាក់ហ្នឹងចិញ្ចឹមគ្រួសារតែប៉ុណ្្នឹងទេបានមួយពេលហូបមួយពេលហ្នឹងគាត់ក្រថ្នាក់ហ្នឹងណាហ្នឹងហើយពេលហ្នឹងគាត់និមន្តដែរគាត់ពីអ្នកប្តីប្រពន្ធហ្នឹងគាត់ត្រឡប់មកវិញញាតិញោមពេលដែលគាត់មកដល់ផ្ទះហ្នឹងប្តីហ្នឹងប្រាប់ប្រពន្ធពិភាក្សាគ្នាថាយើងមិនដឹងបានអីប្រកេនលោកទេហើយណាមួយផងព្រះអង្គនិមន្តមកលោកម្ចាស់ខ្លាចលោកម្ចាស់អត់មានចង្ហាន់ឆាន់ពេលហ្នឹងបានប្តីហ្នឹងគិតថាឥឡូវមានតែយើងរកវិធីទេហ្នឹងហើយឲ្យប្រពន្ធហ្នឹងទៅស៊ីឈ្នួលគេញោមហើយប្តីហ្នឹងទៅដើរបេះបន្លែអីជាដើមណាបងនៅក្នុងព្រៃក្នុងអីហ្នឹងបានបន្លែមកដើម្បីយកមកធ្វើចង្ហាន់ប្រគេនលោកព្រឹកហ្នឹងហ្នឹងហើយគាត់តែគិតអញ្ចឹងញោមក្តៅដល់សកៈទេវរាជណោសកៈទេវរាជបានដឹងថាព្រឹកហ្នឹងព្រាមពីអ្នកប្តីប្រពន្ធហ្នឹងនាំធ្វើចង្ហាន់ប្រគេនប្រសង់ហើយហ្នឹងហើយដឹងអញ្ចឹងណាបងសកៈទេវរាជមានសាសនេតគេថាភ្នែក2000ណាបង
អាចដឹងរឿងរ៉ាវបានណាបងចៃដន្យអីព្រឹកឡើងញោមគាត់បានធ្វើស៊ីឈ្នួលគេបានលុយបានកាក់ខ្លះហើយប្រពន្ធនឹងបានបេះបន្លែអីយកមកធ្វើម្ហូបចង្ហាន់ប្រគេនលោកស្រាប់បើប្តីហ្នឹងទៅវត្តទៅរលោកញោមស្រាប់ទៅលោកគេមន់ទៅអស់លេងបងមន់ទៅអស់លេងអត់មានមួយអង្គនៅក្នុងវត្តហ្នឹងហើយសួរទៅទាំងគេចាត់យកអស់ហើយបានគាត់ថាខ្ញុំបានប្រាប់ហើយថានឹងបានមួយអង្គដែរហ្នឹងហើយពីព្រោះមានអ្នកយកមួយអង្គចឹងទៅមានប្រធានមួយគេចាត់ចែងហ្នឹងអស់រលីងញាតិញោមពេលហ្នឹងគាត់ទៅកាន់សំណាក់ព្រះទុបមលបុត្រនឹងឯងសួរព្រះអង្គថាព្រះអង្គមានប្រសង់អត់ខ្ញុំព្រះអង្គប្រឹងប្រែងណាស់តម្រាំបានផត់មកពេលនេះបានលោកថាអត់មានបានពេលហ្នឹងដោយអំណាចបុណ្យគាត់ណាញាតិញោមព្រះសម្មាសម្ពុទ្ធព្រះអង្គអត់និមន្តទៅទទួលនរណាអត់ទេបងពេលហ្នឹងគាត់ដឹងតែព្រះអង្គអត់បានទទួលនិមន្តគេពីព្រោះព្រះអង្គពេលបៀតភ្លើងព្រះអង្គប្រមាលមើលឧបានិស្ស័យសត្វណាថាពីអ្នកប្តីប្រពន្ធហ្នឹងបជាតិមុនមកធ្លាប់ធ្វើបន់ជាមួយព្រះអង្គដែរណារឿងធ្វើបន់មួយគ្នាហ្នឹងចឹងញាតិញោមណាចឹងបានន័យថាកុំស្អប់គ្នាកុំឆ្លោះគ្នាពេលខ្លះអីយើងមិនដឹងថាអ្នកណាធ្វើបន់ច្រើនអ្នកណាធ្វើបន់តិចស្លាប់ទៅកើតអីយើងអត់ដឹងទេហ្នឹងឯងពេលខ្លះយើងចំបុគ្គលដែលយើងស្អប់ហ្នឹងហើយអ្នកដឹងត្រាស់ដឹងជាប្រពុតអីទៅមិនវីវោហើយទេញាតិញោមហ្នឹងដោយព្រះសម្មាសម្ពុទ្ធព្រះអង្គប្រមាលមើលទៅឃើញព្រាមពីអ្នកប្តីប្រពន្ធហ្នឹងចូលសំណាញ់ញៀនព្រះអង្គក៏ធ្លាប់ធ្វើបន់មួយព្រះអង្គឧបនិស្ស័យទៅបន់មួយគ្នាព្រះអង្គទៅប្រោះពេលភ្លឺឡើងញោមពេលភ្លឺឡើងសទ្ធិកហបតីនាំគ្នាមកតម្រង់ជួរដើម្បីមកសុំព្រះអង្គទៅឆាន់នៅកន្លែងផ្ទះរបស់ខ្លួនទាំងសទ្ធិទាំងកហបតីនឹងមកណែនតាន់តាត់ពេលហ្នឹងអត់ញាតិញោមព្រះអង្គអត់ទទួលបាតអត់ទទួលអីទេញាតិញោមអត់ទទួលបាតអីទេណាដល់ពេលអញ្ចឹងទៅសូមបីតែក្នុងការនោះព្រះរាជាដឹងថាព្រះអង្គអត់ទាន់ទទួលនិមន្តណាក៏យាងមកញាតិញោមសុំព្រះអង្គនិមន្តទទួលផាត់នៅព្រះបរមរាជវាំងក៏ព្រះអង្គអត់និមន្តទៅប្របាទប្រសិទ្ធទីកសលយាងមកផ្ទាល់ក៏អត់និមន្តទៅព្រះអង្គមានពុទ្ធដីកាថាតថាគតទទួលគេហើយហ្នឹងឯងប៉ុន្តែកហបតីក្តីទាំងសេនាមន្ត្រីទាំងព្រះរាជាក្តីអត់ឃើញអ្នកណាដើរមកដើម្បីនឹងបែបបង្គំរតនាសុំព្រះអង្គទេអត់គិនឃើញទេប៉ុន្តែព្រះអង្គបានពិចារណាស្រេចនឹងឯងនឹងទៅប្រោះព្រាមពីអ្នកប្តីប្រពន្ធហ្នឹងដល់ពេលអញ្ចឹងព្រាមហ្នឹងដែលគាត់និមន្តលោកមិនបានគាត់មករកព្រះដែរញោមគាត់មករកព្រះដែរដើរមកត្មងព្រោះដើរមកត្រង់ហ្មងចឹងទៅអត់គិតអីទាំងអស់គិតតែរឿងបានធ្វើម៉េចឲ្យបានធ្វើបន់ព្រោះរឿងបន់ណាចាស់ថ្លាចាស់ខ្លាំងលេងគិតអីទាំងអស់ញោមនឹងឯងលូនមកអោនមកហ្នឹងក្បែរហ្នឹងមកថ្វាយបង្គំព្រះសម្មាសម្ពុទ្ធណាញាតិញោមបើថ្វាយបង្គំព្រះអង្គហុចបាតឲ្យបដ ாய் ញោមណែឃើញបនិស្ស័យអញ្ចឹងព្រះអង្គហុចបាតឲ្យព្រាមហ្នឹងក៏ដើរតាមក្រោយព្រះទៅព្រោះព្រះអង្គនឹងយាងមុនហ្នឹងទាំងកាបតីអីហ្នឹងទាំងអព្រះជាអីហ្នឹងថាសូមឲ្យយើងមកយើងនឹងឲ្យទ្រព្យសម្បត្តិនេះឯងច្រើនបានព្រាមហ្នឹងនិយាយថាកុំថាឡើយទ្រព្យសម្បត្តិច្រើនមហាសាលប៉ុណ្ណានោះសំបីតែទ្រព្យសម្បត្តិស្ដេចចក្រក៏មិនអាចដើម្បីនឹងញ៉ាំងសទ្ធារបស់គាត់ធ្លាក់ចុះដែរគាត់អត់ឲ្យទេព្រោះគាត់សឹកចិត្តទៅធ្វើទានហើយគាត់អត់មានអីទេញាតិញោមផ្ទះគាត់ហ្នឹងបេះបន្លែយកមកធ្វើហ្នឹងពីបន្លែពីព្រៃមកធ្វើចង្ហាន់ហ្នឹងក៏មានហើយផ្ទះហ្នឹងក៏ដូចជារោងចការអញ្ចឹងផ្ទះហ្នឹងពេលហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គនិមន្តទៅតាមទៅដល់ចិត្តដល់ផ្ទះហ្នឹងហើយព្រះរាជាព្រមទាំងកហបតីហ្នឹងបានដើរតាមព្រះអង្គរហូតតាមព្រះអង្គរហូតនឹងឯងថាគាត់ថាព្រាមហ្នឹងអត់មានលទ្ធភាពដើម្បីនឹងធ្វើចង្ហាន់ប្រគេនព្រះអង្គទេអញ្ចឹងក៏គង់ពេលណាមួយហ្នឹងព្រះអង្គមកឆាន់នៅកន្លែងយើងវិញដណ្ដើមនេះធ្វើបន់ណាញោមណាបើតជំនាន់ពីដើមដណ្ដើមនេះធ្វើបន់អញ្ចឹងហ្នឹងឯងពេលហ្នឹងដោយអំណាចបន់របស់បរោះកំសត់ព្រាមកំសត់ពីអ្នកប្តីប៉ុនហ្នឹងសកទេវរាជដឹងតែព្រះសម្មាសម្ពុទ្ធយាងមកឆាន់ក៏ចាត់នឹងឲ្យទេវតានឹងយកអាហារជាទឹកមកដាក់ក្នុងបាយរបស់គាត់នឹងឯង
ពេលដែលបាយហ្នឹងពេលដាំហ្នឹងបាយហ្នឹងបើកមកក៏អូបពេញមកក្រុងវេសល័យហ្នឹងញាតិញោមក៏អូបឈ្ងុយឈ្ងប់ហ្នឹងឯងហើយដល់ពេលអញ្ចឹងទៅព្រះអង្គនិមន្តទៅដល់ផ្ទះគាត់ហើយហ្នឹងពីអ្នកប្តីប្រពន្ធជ្រះថ្លាណាញាតិញោមនឹងឯងជ្រះថ្លាបានប្រាប់ព្រះអង្គថាបបិទ្ធព្រះអង្គដល់ចម្រើនហើយខ្ញុំព្រះអង្គជាអ្នកក្រីក្រលំបាកអត់មានទ្រព្យសម្បត្តិអីទេអញ្ចឹងខ្ញុំព្រះអង្គមានផ្ទះនឹងលំបាកតោកយ៉ាសូមព្រះអង្គអនុគ្រោះពេលហ្នឹងព្រះអង្គនិមន្តចូលទៅព្រះអង្គមិនអោនទេញាតិញោមប៉ុន្តែផ្ទះហ្នឹងខ្ពស់ទៅព្រោះដោយអំណាចរិទ្ធបារមីព្រះរបស់ព្រះសម្មាសម្ពុទ្ធណានឹងឯងធ្វើឲ្យផ្ទះរបស់គាត់នឹងធំទៅព្រះអង្គបានឆាន់ចង្ហាន់ព្រមទាំងអាហារជាទេពរបស់ទេវតាហើយអាហារទេពហ្នឹងមិនអាចឲ្យមនុស្សនឹងបរិភោគបានទេមានតែព្រះសម្មាសម្ពុទ្ធទេអាចសោយអាហារនឹងបានអាហារទេពហ្នឹងគឺថាជាអាហាររបស់ទេវតាហ្នឹងពេលហ្នឹងព្រះអង្គសោយអាហារហ្នឹងហើយដោយអំណាចបុណ្យរបស់ព្រាហ្មណ៍ហ្នឹងញាតិញោមព្រះរាជាបានប្រទានឲ្យគាត់ហ្នឹងជាសទ្ធិក្នុងពេលហ្នឹងដែរញាតិញោមណាបុណ្យគាត់មានណាញាតិញោមចឹងដោយអំណាចបុណ្យហ្នឹងសិតតែយើងបានសាងទាំងអស់ព្រោះប្រឹងប្រែងធ្វើទាំងអស់ចឹងចង់បញ្ជាក់រឿងធ្វើបុណ្យហ្នឹងញាតិញោមពុទ្ធបរិស័ទទាំងអស់ជ្រះថ្លាត្រេកអរអនុមោទនាធ្វើបុណ្យទាំងអស់គ្នាកាន់អង្គញាតិញោមណាសូមអនុមោទនាហ្នឹងហើយញាតិញោមបានស្ដាប់ពធទេសនាមិញហ្នឹងក៏ជ្រះថ្លាត្រេកអរអនុមោទនាញាតិញោមណាក៏ដោយឃើញថាបុណ្យណាចឹងញាតិញោមអ្នកមានសទ្ធាជ្រះថ្លាពេញចិត្តនៅក្នុងការធ្វើបុណ្យទោះបីជាអ្នករតីឲ្យមាសឲ្យលុយឲ្យកាក់ក៏ដោយក៏មិនកិច្ចអំពីបុណ្យដែរបងចង់បញ្ជាក់កន្លែងហ្នឹងណាទោះបីគេមកអូសទាញថាអ្នកឯងកុំធ្វើបុណ្យអីឈប់ធ្វើបុណ្យទៅហ្នឹងឯងហើយមកជួយខ្ញុំវិញខ្ញុំឲ្យលុយឲ្យកាក់ទោះបីជាគេនឹងឯងយកអីអូសមកទាញក៏មិនអាចដើម្បីញ៉ាំងសទ្ធារបស់យើងឲ្យធ្លាក់ចុះបានដែរញាតិញោមជាពិសេសញាតិញោមដែលគាត់បានកសាងសមិទ្ធផលនានានៅក្នុងវត្តឬក៏ក្នុងអារាមផ្សេងអីហ្នឹងគាត់ទោះបីជារឿងយ៉ាងណាក៏នៅតែមានសទ្ធាជ្រះថ្លាធ្វើបុណ្យកុសលរហូតចឹងដែរណាញាតិញោមណាព្រោះចឹងសូមឲ្យបុណ្យនេះជាបច្ច័យសម្រាប់ពុទ្ធបរិស័ទនៃការរួចចាក់ទុកផងដែរពុទ្ធសូមអនុមោទនានឹងហើយចឹងប្រហែលប៉ុណ្ណឹងចុះមើលទៅពេលវេលាចិត្តដល់ដែរហើយបងនឹងឯងពីព្រោះមួយម៉ោងពេញញាតិញោមណាព្រោះសំដែងធម៌ទេសនាហើយសុខភាពហ្នឹងក៏មកសំណោតផលដែរញាតិញោមហ្នឹងតែដោយអំណាចថាសំដែងធម៌ទេសនាចែកជូនញាតិញោមហើយក៏សំដែងធម៌ទេសនារៀងក្អកខ្លះអីខ្លះទៅញាតិញោមណាព្រោះអព្យាស្រ័យផងដែរព្រោះហើយញាតិញោមចង់ចូលរួមចង្ហាន់ប្រសង់ហ្នឹងព្រោះចង្ហាន់ប្រសង់មកតុកហ្នឹង200000រៀលណាញាតិញោមណាចង្ហាន់ប្រសង់មកតុក20000រៀលចូលរួមគ្រប់មុខក៏បានដែរញោមចូលចង្ហាន់ប្រសង់ចូលទានរសាចូលអីគ្រប់មុខក៏បានដែរចូលគ្រប់មុខល្អបាននេះបន្តិចនោះបន្តិចចឹងទៅបើចូលគ្រប់មុខហ្នឹងញោមណាហ្នឹងហើយចូលគ្រប់មុខបានបនច្រើនដែរញាតិញោមបើហើយដែលញាតិញោមពុទ្ធបរិស័ទហ្នឹងកុំភ្លេចរឿងកុំព្យូទ័រអាត្មាញោមចូលម្នាក់$5 20000រៀលមកបើញោមខ្លះក៏ចូលប្រហែលចូលទៅបើអាត្មាភាពចាំទទួលពីកុំព្យូទ័រអាត្មាភាពក៏ដើម្បីបានផ្សាយពធទេសនាតទៅទៀតញាតិញោមណាឥឡូវនេះមានឈ្មោះញោមដែលបានចូលរួមហ្នឹងហើយលេខទូរស័ព្ទអាត្មាប្រកាសបន្ថែមទៀត09 កុដ821 821 07 កុដ821 821 095 821 821លេខទូរស័ព្ទទាំង3ខ្សែហ្នឹងញាតិញោមខលចូលរួមចូលអីក៏បានដែរខ្ញុំផ្ញើតាម09 កុដ821 821មកបងមានឈ្មោះពុទ្ធបរិស័ទដែលបានចូលរួមក្នុងឱកាសនេះហើយតំផ្ញើមកបាសិកាជូគីនេះបងគាត់ផ្ញើមកល្ងាចមិញហ្នឹងឯងតាមរយៈឧបាសិកាជូគីនិងពុទ្ធបរិស័ទភូមិសូរិយាលើសូរិយាក្រោមភូមិព្រៃថ្នោតស្រុកកំពង់មាសខេត្តពោធិ៍សាត់ណាញោមណាតាមរយៈញោមបាសកាជូគីបានផ្សាយបច្ច័យមកបានទទួលហើយញោមមកក៏ឈ្មោះថាញោមមកក៏ញោមមកនិងកូនចៅនៅខាងភូមិព្រៃថ្នោតខេត្តពោធិ៍សាត់ក៏ញោមមកនិងកូនចៅនៅភូមិព្រៃថ្នោតស្រុកកំពង់មាសខេត្តពោធិ៍សាត់បានចូលគ្រប់មុខ
ចូលគ្រប់មុខហ្នឹងដូចជាចូលកសាងដងទឹកចូលកសាងព្រះពុទ្ធរូបចូលសន្លឹកមាសចូលកុំព្យូទ័រផ្សាយចូលម៉ាស៊ីនផ្សាយវត្ថុទេសនាចូលទានរសាចូលជាវដីទាំងអស់ហ្នឹងគឺចូលគ្រប់មុខទាំងអស់ប៉ុណ្ណាចូលទេសនាចូលបច្ច័យ4អាត្មាអញ្ចឹងគឺសរុបបច្ច័យរបស់ញោមមកនិងកូនចៅនៅភូមិព្រែកថ្នោតបានចូលបច្ច័យគ្រប់មុខ 100000 រៀលសូមអនុមោទនាញោមមកបានទទួលហើយព្រោះ 100000 រៀលណាញោមណាញោមភួនភាពព្រោះញោមភួនញោមភាពនិងកូនចៅនៅភូមិព្រែកថ្នោតដែរចូលទេសនា 50000 ចូលទេសនា 5000 រៀលហ្នឹងហើយចូលបច្ច័យ4មក 5000 រៀលណាចូលរាល់ខែញោមដែលដាច់ទេញោមភួនញោមភាពព្រោះព្រែកថ្នោតអាត្មាចាំច្បាស់ហើយឥឡូវញោមបន្ទាប់មកបាសិកាផៃគឿនបាសិកាផៃគឿននិងកូនចៅចូលសន្លឹកមាសបាត់ព្រះពុទ្ធរូបចំនួន 20000 រៀលចូលមួយសន្លឹកហើយចូលទេសនា 10000 រៀលចូលបច្ច័យ4 10000 រៀលស្របបច្ច័យញោម 40000 រៀលដែរញោមណាសូមអនុមោទនាដែរញោមយាយរឿននិងកូនចៅនៅភូមិសូរិយាក្រោមចូលនឹងកូនចៅចូលទេសនាចំនួន 5000 រៀលយាយឆយនិងកូនចៅនៅភូមិសូរិយាក្រោមចូលទេសនា 5000 រៀលហើយបាសកាជូគីនិងកូនចៅចូលសន្លឹកមាសនឹង 20000 រៀលចូលទេសនានឹង 10000 រៀលចូលភ្លើង 10000 រៀលចូលស្រុកបច្ច័យតាមរយៈបាសកាជូគីនិងពុទ្ធបរិស័ទភូមិសូរិយាលើសូរិយាក្រោមភូមិព្រៃថ្នោតខេត្តស្រុកសំពៅមាសខេត្តពោធិ៍សាត់ចំនួន 250,000 រៀលញោមណាសូមអនុមោទនាឧបាសកប៉ុលកំសន់និងកូនចៅនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យញោមចូលចង្ហាន់ប្រសង់ប្រចាំខែមួយខែ 50000 រៀលចូលទេសនាប្រចាំខែមួយខែ 50000 រៀលចូលទានភាសានឹងមកគូ 100000 រៀលចូលម៉ាស៊ីនផ្សាយវត្ថុទេសនា 20000 រៀលស្របបច្ច័យទាំងអស់ $100 បើស្មើនឹង 400,000 រៀលបើសូមអនុមោទនាតាមរយៈឧបាសិកាអ៊ំផារីនៅភូមិដងរុងភូមិកោះជុំស្រុកកណ្ដៀងខេត្តពោធិ៍សាត់ណាញោមណាឧបាសិកាអ៊ំផារីនិងកូនចៅចូលទានរសាមកគូ 100000 រៀលចូលជាវសន្លឹកមាស 20000 រៀលចូលម៉ាស៊ីនផ្សាយវត្ថុទេសនា 10000 រៀលចូលប្រកេនបច្ច័យ4ម៉ា20000 រៀលចូលចង្ហាន់ប្រសង់ 50000 រៀលអរគុណបាសកោអ៊ំផារីនិងកូនចៅនៅភូមិដងរុងឃុំកោះជុំស្រុកកណ្ដៀងខេត្តពោធិ៍សាត់ណាបងណាឧបាសិកាអៀមច្រាប់និងកូនចៅចូលសន្លឹកមាសបាត់ព្រះពុទ្ធរូប 20000 រៀលក្នុងមួយសន្លឹកចូលទានភាសា 5000 រៀលញោមឆេងមុំនិងកូនចៅចូលសន្លឹកមាសបាត់ព្រះពុទ្ធរូបចំនួន 20000 រៀលមួយសន្លឹកប៉ុណ្ណាហើយញោមនៅភូមិក្បាលស្ពានឃុំកោះជុំស្រុកកណ្ដៀងខេត្តពោធិ៍សាត់មានឈ្មោះដូចតទៅឧបាសិកាណាំនិងកូនចៅចូលដងទឹក 10000 រៀលចូលថ្នាំលាបព្រះពុទ្ធរូបពណ៌ទឹកមាស 10000 រៀលឧបាសិកាជាសេងលុននិងកូនចៅចូលដងទឹកនឹង 10000 រៀលឧបាសិកាស្រីតុននិងកូនចៅចូលអណ្ដងទឹក 5000 រៀលចូលអណ្ដង 5000 រៀលប៉ុណ្ណានឹងស្របបច្ច័យរបស់ញោមទាំងអស់តាមរយៈឧបាសិកាអ៊ំផារីនិងពុទ្ធបរិស័ទភូមិដងរុងភូមិស្ពានឃុំកោះជុំស្រុកកណ្ដៀងខេត្តពោធិ៍សាត់ចំនួន 28000 រៀលសូមអនុមោទនាតាមរយៈឧបាសិកាអុកច័ន្ទនិងពុទ្ធបរិស័ទភូមិនឹងគៀបក្តាមគុំស្នាមព្រះសុបកានខេត្តពោធិ៍សាត់ញោមឃ្លោកញោមឃ្លោកកំយីនិងកូនចៅនៅភូមិក្រាំងប្រលះសង្កាត់ស្វាយអាត់ស្រុកសំពៅមាសខេត្តពោធិ៍សាត់ចូលជាវដីមកការ៉េ 20000 រៀលចូលដងទឹកនឹងចំនួន 20000 រៀលចូលបាត់សន្លឹកមាសព្រះពុទ្ធរូប 20000 រៀលចូលទានភាសានឹង 5000 រៀលចូលយាយបនសឿននិងកូនចៅចូលសន្លឹកមាស 5000 រៀលចូលដងទឹក 5000 រៀលចូលទានភាសានឹង 5000 រៀលចូលចង្ហាន់ 5000 រៀលចូលជាវដី 5000 រៀលព្រោះស្របបច្ច័យតាមរយៈបាសកអុកច័ន្ទនិងពុទ្ធបរិស័ទភូមិនគៀបក្តាមព្រោះនឹងភូមិក្រាំងប្រលះសង្កាត់ស្វាយអាត់ស្រុកសំពៅមាសខេត្តពោធិ៍សាត់ចំនួន 135,000 រៀលសូមអនុមោទនាឧបាសិកាវ័ននិងកូនចៅនៅភូមិបឹងព្រីងស្រុកថ្មគោលខេត្តបាត់ដំបងចូលគ្រប់មុខចំនួន 50000 រៀល
ចូលទេសនា 10000 រៀលស្របបច្ច័យ 60000 រៀលសូមអនុមោទនាឧបាសកវាយប៊ុនហួតនិងកូនចៅនៅភូមិគោកអំពិលឃុំស្វាយលួងស្រុកកណ្ដៀងខេត្តពោធិ៍សាត់ញោមចូលក្រុមមុខចំនួន 100000 រៀលឧបាសិកាហើយមួយគាចូល 10000 រៀលដែរប៉ុណ្ណាអរគុណញោមឧបាសកហើយប៊ុនហួតនិងកូនចៅប៉ុណ្ណឹងញោមឧបាសិកាហើយមួយគាប៉ុណ្ណនៅខាងភូមិគោកអំពិលឃុំស្វាយលួងស្រុកកណ្ដៀងខេត្តពោធិ៍សាត់ស្រុកបច្ច័យ 110,000 រៀលសូមអនុមោទនាតាមរយៈបាសិកាខុនហើយខ្ញុំចន់ក្នុងពុទ្ធបរិស័ទនៅភូមិពោ2គុំខ្សែស្ដុកស្រុកកណ្ដៀងខេត្តពោធិ៍សាត់យាយម៉ៅនៅភូមិតស្នោកចូល 20000 រៀលយាយយិនចូល 20000 រៀលដែរស្រុកបច្ច័យ 40000 រៀលសូមអនុមោទនាឧបាសកវាយបាសិកាវៀនក្នុងពុទ្ធបរិស័ទភូមិចង្ហាស្រុកអូជ្រៅខេត្តបន្ទាយមានជ័យញោមបានចូលរួមបាសិកាបាសកវាយបាសិកាវៀននិងកូនចៅចូលភេសជ្ជៈមួយកេះ 40000 រៀលចូលម៉ាស៊ីនផ្សាយពធទេសនា 20000 រៀលតាអឿនិងយាយថោចូល 20000 រៀលតាយល់និងយាយខុននិងកូនចៅចូល 5000 រៀលតាយុទ្ធនិងយាយយែនចូល 5000 រៀលប្អូនលៃនិងមេតចូល 10000 រៀលយាយរិនយាយវិនចូល 5000 រៀលដែរស្របបច្ច័យរបស់ញោម 150,000 រៀលសូមអនុមោទនាប៉ុណ្ណឹងទេញោមណាអស់ហើយដែលបានជាប់វិស័យក្នុងឱកាសនេះអរគុណឧបាសិកាបេងកុលទៅបាសិកាបេងកុលនិងកូនចៅនៅភូមិស្បូវរីកស្រុកក្រុងកវាញខេត្តពោធិ៍សាត់បានចូលចង្ហាន់ប្រសង់មួយតុក 200,000 រៀលដែរសូមអនុមោទនាណាញោមណាបាសិកាបេងកុលអរគុណណាញោមខលមកអាត្មាហ្នឹងអង្គហើយចូលព្រះអង្គមកតុកដែរហ្នឹងញោមបាសិកាបេងកុលនិងកូនចៅភូមិស្បូវរីកស្រុកភ្នំកវាញខេត្តពោធិ៍សាត់សូមអនុមោទនានឹងដោយពេលវេលាអស់ហើយញាតិញោមនឹងញាតិញោមពុទ្ធបរិស័ទអីចង់ជាប់និស័យសម្រាប់ចង្ហាន់ប្រសង់ក្តីកសាងក្តីអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទអាត្មាភាពផែរធីព្រះគ្រូចរិកាវត្តអូរអិលខេត្តបៃលិនណាញោមណាលេខទូរស័ព្ទ09កុដ821 821 07កុដ821 821 095 821 821នឹងហើយចឹងញាតិញោមពុទ្ធបរិស័ទទាំងអស់អនុមោទនាបន់ឲ្យចូលរួមទៅតិចក្តីចាំងក្តីមកពីចាំទទួលហើយតាក់ទងអំពីនេះញោមចង្ហាន់ប្រសង់មួយតុកណាញោមណាញាតិញោមចង់ចូលរួមចង្ហាន់ប្រសង់មួយតុកអីសូមអញ្ជើញមកពីចាំទទួលហ្នឹងឯងហើយញាតិញោមចង់ចូលរួមកាន់អង្គប្រកេនបច្ច័យ4ប្រសង់មួយអង្គ50អង្គមួយអង្គ 50000 ញោមនៅ50អង្គញោមណាហ្នឹងហើយអាចតំណតំណងអាត្មាភាពហើយអាត្មាភាពពឹងលើញោមហើយបច្ច័យទាំងអស់ហ្នឹងអាត្មាមានទេញោមអាត្មានឹកឃើញថាផ្សាយតាមវិទ្យុទៅញោមចូលរួមហើយហ្នឹងហើយតាមសទ្ធាមួយអង្គ 50000 មួយអង្គ 50000 រៀលញាតិញោមណាកាន់អង្គមួយអង្គ 50000 ទាំងអស់50អង្គផ្សាយពីហ្នឹងដល់ថ្ងៃចូលភាសាខ្ញុំមើលបានអត់ញោម50អង្គហ្នឹងបើសិនថាបានអីហ្នឹងប្រសង់ព្រះអង្គឲ្យពរឲ្យជ័យញោមណាគ្រប់គ្នាដែលបានចូលបច្ច័យសម្រាប់បច្ច័យ4ប្រកេនលោកណាញោមណាដែលបានចូលបច្ច័យ4ប្រកេនលោកញោមអាចតំណតំណងបានតាមរយៈអាត្មាភាពផែរធីគ្រូចរិកាវត្តអូរអិលខេត្តបៃលិនចឹងអស់ម៉ោងហើយញោមម៉ោង1ម៉ោងពេញហើយសល់ប្រហែល2នាទីទេចឹងនៅក្នុងឱកាសនេះមុនបញ្ចប់ពធទេសនាសូមអធិស្ឋានញាតិញោមប្រុសស្រីទាំងអស់ផងដែរថ្ងៃនេះសុខភាពហ្នឹងក៏មិនសូវអំណោយផលដែរប៉ុន្តែថាឆ្លៀតទេសនាផងទៅហើយផ្សាយរឿងប៉ុនរឿងអីផងក្រៃញាតិញោមបានលើចូលរួមណាហ្នឹងហើយបើអត់បានផ្សាយផ្ទាល់ទេញោមងាយបានចូលរួមទេបើទៅលើផ្សាយផ្ទាល់អីលើកមុនហ្នឹងក៏អាត្មាអត់ចូលពី3ថ្ងៃញោមនេះព្រះអង្គចាំចូលប៉ុស្តិ៍សិនចាំខ្ញុំកណាប្រកេនឥឡូវផ្សាយតាមប៉ុស្តិ៍ផ្ទាល់រាល់ថ្ងៃហើយបើអញ្ចឹងជឿជាក់ថាញាតិញោមនឹងចូលរួមហ្នឹងហើយសូមញាតិញោមអនុមោទនាបុណ្យប៉ុណ្ណាមុនបញ្ចប់នៅពធទេសនាសូមប្រកេនបុណ្យកុសលចំពោះគណៈគុណចាស់គ្រប់ព្រះអង្គគ្រប់ទីវអារាមហើយចែកជូនបុណ្យកុសលដល់បងញោមរាជជនកងទ័ពកំពុងការពារបូរណភាពទឹកដីប្រទេសកម្ពុជារបស់យើងនៅជួរមុខសូមញោមសុខភាពល្អឈ្នះអស់សត្រូវទាំងឡាយទាំងពួងជូនបុណ្យកុសលដល់ប្រមុខថ្នាក់ដឹកនាំគ្រប់ស្ថាប័នទាំងអស់សូមឲ្យជោគជ័យរកភារកិច្ចទាំងឡាយទាំងពួងហើយសូមជូនបុណ្យកុសលដល់លោកពុកអ្នកម្ដាយលោកយាយលោកតាបងប្អូនស្រីប្រុសទាំងអស់ញោមឧបថាអបតាយកាអាត្មាភាពសូមញោមសុខភាពល្អរួចចាក់ទុកផងដែរ
ជួនបនកសលដល់ម៉ៃគួនញោមស្រីថ្មបកើតពនៅភូមិជាមន្ត្រីគុំត្រែងស្រណាំដកខេត្តបាត់ដំបងសូមញោមសុខភាពល្អរួចចាក់ទុកផងដែរជួនបនកសលដល់ម្ដាយលុយឡំផងពហើយជួនបនកសលដល់ញោមពបាសកាសយបាសកាសូយយំសេងពនៅភូមិអូរំជែកផងប៉ុណ្ណាសូមអនុមោទនាបន់ចុះហើយជួនបនកសលខ្ញុំប្រោះពលកំសន់ផងហើយជាពិសេសបាទញោមបាសកាលោកយាយនៅវត្តហ្នឹងណាញោមភឿនញោមភឿនយាយវត្តសម្រាប់សង្ឃរងៃសូមញោមសុខភាពល្អរួចចាត់ទុកផងដែរនៅក្នុងឱកាសនេះអាត្មាភាពផែរធីប្រគ្រូចតិកាវត្តអូរអលខេត្តបៃលិនសូមនមស្ការលាចម្រើនពរលាជួបខ្ញុំគណៈអាត្មាភាពនៅថ្ងៃស្អែកជាបន្តទៀតតាមពេលវេលាមកដែរសូមអនុមោទនាសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលកំពុងស្ដាប់ពរទេសនានៅពេលនេះគុណអាត្មាភាពប្រគ្រូចតិកាវត្តអូរអលខេត្តបៃលិនក៏បានរៀបចំបិទនៅពុទ្ធរូបពីមាសគឺយកនៅស្លឹកមាសហ្នឹងបិទពុទ្ធរូបតែម្ដងដូច្នេះក៏ចម្រើនពរញាតិញោមពុទ្ធបរិស័ទដែលមានសេចក្ដីចង់ចូលរួមបិទពុទ្ធរូបពីស្លឹកមាសក៏ញាតិញោមសូមអញ្ជើញចូលរួមដល់ជាធាសូមបញ្ជាក់ថាស្លឹកមាសដែលត្រូវបិទហ្នឹងមួយស្លឹកគឺតម្លៃ$5ក្នុងមួយស្លឹកប៉ុណ្ណាចឹងញាតិញោមពុទ្ធបរិស័ទដែលបានឃើញហើយសូមអញ្ជើញចូលរួមមួយស្លឹកពីរស្លឹកឬ4-10ស្លឹកដីដើម្បីបានជាបុណ្យកុសលក្នុងការកសាងពុទ្ធរូបអំពីមាសដែលយើងយកនៅស្លឹកមាសហ្នឹងបិទលើពុទ្ធរូបតែម្ដងផងចឹងសូមញាតិញោមពុទ្ធបរិស័ទទាំងអស់នេះចិត្តឡាអាចទៅក្នុងសមាភិបផែរធីប្រគូចតកាវត្តអូរអលខេត្តបៃលិនលេខទូរស័ព្ទ090 821 821 090 821 821ប៉ុណ្ណាហើយញាតិញោមដែលបានចូលរួមទុំតំណែងក្នុងសមាភិបផ្ទាល់តែម្ដងលេខទូរស័ព្ទស្មាឬក៏ប្រព័ន្ធ AVA ស្មា0029 14429ឬ AC តាប៉ុនចិត្តនឹង090 821 821ក៏សូមសិទ្ធិពុជ័យស្រីពុស្ដីបរិសុទ្ធធម្មសាគឺការមានដល់ញោមប្រុសញោមស្រីទាំងក្នុងក្រៅប្រទេសទាំងអស់ដែលមានពីការចូលរួមកសាងពុទ្ធរូបពីស្លឹកមាសបិទពុទ្ធរូបក្នុងការនេះសូមបានសុខបានចម្រើនប្រាថ្នាអ្វីក៏អ្វីបានសម្រេចដោយវេទនាទីបំផុតសូមបានជួបទេគុណពុទ្ធគុណគ្រូគុណសង្ឃរួចចាក់ទុកដើម្បីនឹងទៀតឡើយសូមអនុមោទនា